ខ្វះអីខ្វះបានតែបើថាឲ្យខ្វះប្រហុកច្រាំណាគឺខ្វះអត់បានទេវ៉អេជំរាបសួរសួស្តីពុកម៉ែបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាមិនថានៅក្នុងស្រុកឬក្រៅស្រុកថ្ងៃនេះខ្ញុំមកច្រាំប្រហុកឆៅបងប្អូនប្រហុកឆៅហ្នឹងគឺយើងច្រាំជាមួយកាសាំងហើយសម្រាប់ប្រហុកនេះគឺអ្នកម្ដាយរបស់ខ្ញុំធ្វើផ្ទាល់ដៃអញ្ចឹងខ្ញុំអត់បានលាងទឹកទេគឺខ្ញុំស្រង់តែ2គីឡហ្នឹងមកគឺខ្ញុំដាក់ច្រាំយកតែម្ដងដោយសារយើងធ្វើខ្លួនឯងតែបងប្អូនទិញគេយើងត្រូវលាងទឹកពី3ទឹកអីចេញផងកុំច្រាំដូចខ្ញុំអញ្ចឹងបើនិយាយពីប្រហុកឆៅនេះវិញអូយគឺថាឈ្ងុយខ្លាំងមែនតើគាត់តែខ្ញុំបើកគីឡហ្នឹងមកនិយាយពីថាជះក្លិនពេញផ្ទះតែម្ដងហើយថ្ងៃនេះខ្ញុំច្រាំរៀងច្រើនតិចឯងបងប្អូនដើម្បីទុកញ៉ាំអញ្ចឹងណាកុំឲ្យយើងពិបាកច្រាំច្រើនដងអានេះគឺខ្ញុំអង្គុយច្រាំមកបងប្អូនច្រាំរៀងចុកដៃតិចហើយដៃ2ផងដៃ1ផងហើយអាកាបិតហ្នឹងវាធំពេកចុះឥឡូវយើងធ្វើការច្រាំប្រហុកចិត្តបានរៀងម៉ត់ដែរនិយាយទៅយើងច្រាំវារៀងម៉ត់ទៅបងប្អូនមិនឆ្ងាញ់បើនៅអត់ម៉ត់អត់ឆ្ងាញ់ទេហើយពេលដែលច្រាំប្រហុករៀងម៉ត់ហើយខ្ញុំក៏បានហាន់គល់ក្រីដាក់ច្រាំជាមួយប្រហុកអញ្ចឹងណាសម្រាប់គល់ក្រីនេះគឺយើងហាន់វាទូចដើម្បីយើងស្រួលច្រាំវាឲ្យរៀងម៉ត់និយាយទៅវាជួយកាត់បន្ថយជាតិឆ្អាបសម្រាប់ការច្រាំប្រហុកឆៅគឺយើងអត់ចោលទេគល់ក្រីហ្នឹងគឺយើងត្រូវដាក់ហើយដាក់ចូលហើយខ្ញុំច្រាំវារៀងម៉ត់បន្តិចកន្លែងហ្នឹងវីដេអូហ្នឹងរៀងកាត់តិចណាបងប្អូនបន្ទាប់មកខ្ញុំក៏ដាក់ជាមួយនឹងរំដេងនេះខ្ញុំដាក់មកកូនដុំអញ្ចឹងមកនិយាយទៅគ្រឿងអស់ហ្នឹងយើងដាក់កាន់តែច្រើនកាន់តែឆ្ងាញ់បងប្អូនព្រោះវាកាត់បន្ថយជាតិឆ្អាបហើយបន្ទាប់មកទៀតគឺខ្ញុំដាក់ជាមួយនឹងស្លឹកក្រូចសើចហ្នឹងក៏អត់មានចោលដែរគឺដាក់ទាំងអស់យើងហាន់វាចូលបែបហ្នឹងហើយបន្ទាប់មកយើងធ្វើការច្រាំវាទៀតបងប្អូនច្រាំវាឲ្យរៀងម៉ត់បន្តិចមកបន្ទាប់មកខ្ញុំក៏បន្ថែមជាមួយនឹងខ្ទឹមសខ្ញុំដាក់រៀងច្រើនតិចហើយបងប្អូនដោយសារយើងចូលចិត្តអញ្ចឹងណានិយាយទៅខ្ញុំដាក់ឡើងប្រហែល2 3ដុំដាក់រៀងច្រើនខ្លាំងមែនតើ2 3ដុំហ្នឹងមិន2 3ដុំមកទូចឹងណា2 3ដុំអាធំណាឥឡូវខ្ញុំធ្វើការដាក់កាសាំងចូលបងប្អូនកាសាំងខែហ្នឹងវាអត់សូវមានកាសាំងចាស់ហើយកាសាំងហ្នឹងខ្ចីខ្លាំងមែនតើអញ្ចឹងខ្ញុំដាក់ដូចជា6កាសាំងប៉ុន្តែអត់មានជូរអីមកបន្តិចហើយវាអត់សូវឆ្ងាញ់ដូចកាសាំងចាស់ទេប៉ុន្តែតម្លៃថ្លៃខែនេះ2,500បងប្អូនហើយកាសាំងហើយបន្ទាប់ពីយើងដាក់កាសាំងចូលហើយយើងក៏ថែមជាមួយម្ទេសស្រស់របស់យើងថ្ងៃហ្នឹងក៏រៀងស្ទើរដែរប្រហុករៀងច្រើនហើយម្ទេសរៀងតិចអញ្ចឹងពេលដែលយើងច្រាំទៅវាអត់សូវហឹរទេហើយពណ៌ក៏វាអត់សូវស្អាតដែរនិយាយទៅខ្ញុំស្ទើរម្ទេសយើងទិញមក500ហើយនឹកឃើញតែម្ទេសនៅផ្ទះនៅសល់ខ្លះអញ្ចឹងណាហើយក៏អត់បានទិញបន្ថែមទៀតប៉ុន្តែអត់ជាបញ្ហាគឺខ្ញុំបន្ថែមជាមួយនឹងម្ទេសហុយចូលធ្វើការដាក់ម្ទេសហើយច្រាំវារៀងម៉ត់ដល់បងប្អូននិយាយទៅបន្ទាប់មកគឺខ្ញុំបន្ថែមជាមួយនឹងម្ទេសហុយមើលតពណ៌ម្ទេសហុយទៅបងប្អូនហើយម្ទេសនេះគឺអត់មែនម្ទេសទិញគេអីទេគឺហាលហើយអ្នកម្ដាយរបស់ខ្ញុំគឺបុកខ្លួនឯងតែម្ដងនិយាយទៅគឺធ្វើខ្លួនឯងទាំងអត់មានប្រើលក្ខប្រើអីទេមើលតពណ៌ទៅដឹងហើយបើនិយាយពីការហឹលវិញគឺថាហឹលដល់ឋានប្រអិនបន្ទាប់ពីយើងដាក់ម្ទេសដាក់គ្រឿងដាក់អីហើយអស់គឺយើងថែមជាមួយគ្រឿងទេសខ្ញុំដាក់ជាមួយនឹងប៊ីចេងហើយនឹងស្ករត្នោតតាមពិតបងប្អូនបើសិនជាយើងច្រាំប្រហុកកាសាំងណាខ្ញុំ recommend ឲ្យបងប្អូនប្រើស្ករសវិញឆ្ងាញ់ជាងពេលដែលយើងដាក់ស្ករត្នោតមានអារម្មណ៍ថាប្រហុករបស់យើងវារៀងអត់ខាប់ល្អវាទៅជាលក្ខណៈរាវហើយខ្ញុំមានអារម្មណ៍ថាវាដូចអត់ឆ្ងាញ់ទេតែបើសិនជាយើងប្រហុកនេះយើងធ្វើលក្ខណៈថាទឹកប្រហុកស្ករញ៉ាំជាមួយម្ជូរអាហ្នឹងយើងប្រើស្ករត្នោតត្រូវជាងតែបើយើងច្រាំប្រហុកឆៅទុកញ៉ាំលក្ខណៈប្រហុកកាសាំងប្រហុកអីអញ្ចេះដាក់ស្ករត្នោតហ្នឹងដូចអត់សូវឆ្ងាញ់មិនទេព្រោះលើកមុនខ្ញុំធ្លាប់ច្រាំដាក់ប្រហុកហ្នឹងដាក់ស្ករសញ៉ាំឆ្ងាញ់ជាងហ្នឹងហើយឥឡូវគឺខ្ញុំធ្វើការដួសទុកខ្លះអញ្ចឹងណាបងប្អូនដោយសារអីវាច្រើនអញ្ចឹងយើងដួសចូលដាក់ចុះក្នុងប្រអប់អញ្ចឹងមកក្របវាស្អាតយកទៅទុកក្នុងទូទឹកកកហើយសម្រាប់សល់ប្រមាណនេះគឺខ្ញុំធ្វើការច្រាំវាតិចទៀតហើយបន្ទាប់មកគឺយើងដាក់ជីយើងគឺជីអង្វងហ្នឹងបងប្អូនជីក្រហមហ្នឹងយើងដាក់វាចូលអញ្ចឹងមកដោយសារខ្ញុំរំលែកទុកអត់ដាក់ជីទេព្រោះពេលដែលដាក់ជីទៅវាធ្វើឲ្យសម្រាប់ប្រហុករបស់យើងហ្នឹងវាទៅជាអត់ស្អាតណាអញ្ចឹងយើងពេលដែលយើងដួសទុកហ្នឹងយើងអត់តន់ដាក់ជីទេហើយពេលដែលយើងចង់ញ៉ាំចាំយើងបន្ថែមជីតាមក្រោយទៀតសម្រាប់ប្រហុកឆៅច្រាំកាសាំងថ្ងៃនេះគឺរៀងរសជាតិអត់បាន10 លើ 10 ទេដោយសារអីកាសាំងខ្ចីបងប្អូនអញ្ចឹងវាធ្វើឲ្យរសជាតិប្រហុករបស់យើងនឹងវាអត់សូវឆ្ងាញ់
តែมันជាបញ្ហាពេលដែលយើងញ៉ាំយើងអាចបន្ថែមក្រូចឆ្មាបានហើយអានេះគឺយើងដួសសម្រាប់ទុកញ៉ាំណាបងប្អូនតែពេលដែលខ្ញុំញ៉ាំគឺខ្ញុំបន្ថែមក្រូចឆ្មាទៀតហើយព្រោះវាស្ទើរជូរកាសាំងហ្នឹងអត់ជូរទេព្រោះកាសាំងខ្ចីទាំងអស់តែម្ដងហើយអានេះគឺយើងធ្វើការដួសដាក់ចានហ្នឹងដើម្បីទុកញ៉ាំណាបងប្អូនចឹងវីដេអូមួយនេះមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនសម្រាប់ការឆ្លាញ់ចូលចិត្តនិងចូលមើលវីដេអូរបស់ខ្ញុំជួយ like ជួយ share ជួយ comment អរគុណជូនពរឲ្យពុកម៉ែបងប្អូនមានសុខភាពល្អទ្រព្យទទួលទានមានបានគ្រប់គ្នាទាំងអស់អរគុណជំរាបលាបាយបាយ